đùm lái mà phay mơn chiếng bom ô sa bật trở lòng tế ở lấy sao thầm đọc mơn chiếng này xuống tu sửa cho mấy con người đó cái này กระดาษ PSK អូតូយើងខ្ញុំទៅកាត់បានឡានមួយគ្រឿងទៀតហើយបាទប្រភេទ Lexus បាទ LX 517 Spec Arab បាទ V8 5.7 បាទពុកម៉ែបងប្អូនឡានលំដាប់ប្រណិតស្អាតណាស់តកូលេស៊ីពុកម៉ែបងប្អូនអាចឃើញបានណាពុកម៉ែបងប្អូនឃើញទឹកថ្នាំហ៎ពណ៌សស៊ីនមួយជុំបាទនេះមើលផ្នែកចំហៀងភ្លីនៅថ្មីទាំងអស់បរិខាឡាននេះនៅថ្មីពុកម៉ែបងប្អូននេះសបកកង់ក៏នៅថ្មីដែរនេះពុកម៉ែបងប្អូនអាចឃើញបាននៅស្អាតឡាននេះសំណុំស៊ីនបាទយើងទៅកាត់ចូលបានឡានមូលបាទទៅនេះអត់បុកអត់ប៉ះជូនពុកម៉ែបងប្អូនបាទតាសញ្ញាណ LX 517S Super Sport បងប្អូនមើលផ្លាកលេខនេះផ្លាកលេខលុយណា2អក្សរ6778បាទមកពុកម៉ែបងប្អូនមើលបរិខាប្រណិតខាងក្នុងយ៉ាងម៉េចចឹងណាជួយពុកម៉ែបងប្អូនមើលបន្តិចនេះ form ការឈើនឹងជាងទ្វារនៅថ្មីខ្លាំងណាស់ពុកម៉ែបងប្អូនហើយបាទខប់បេតុងក៏នៅថ្មីដែរមកតើមានសក្តិទេមកចាស់ដើមគាត់ទិញខ្លាញ់គោជំនាន់ហ្នឹងណាបាទយើងមកយើងគិតរយៈពេលហ្នឹងមកឡាន200,000ជាងនៅសល់តែ10,000ជាងតិចតួចពុកម៉ែបងប្អូនអាចចាប់អារម្មណ៍ប្រភេទ Lexus បាទដែលមានក្តីសម័យចង់បានប្រភេទ Lexus អាចប្រើជាមួយមួយគ្រឿងនេះបានបាទហើយតម្លៃទុនពុកម៉ែបងប្អូនបាទហើយពុកម៉ែបងប្អូនមើលម៉ាស៊ីនមើលខ្ញុំបញ្ឆេះជូនបាទម៉ាស៊ីន smooth តែម្ដងបាទហើយពុកម៉ែបងប្អូនឃើញនេះ form ការឈើហើយកន្លែងនេះមាន pedal seat សម្រាប់ពេលយើងបើកបរប៊ូលបឿនណាហើយពុកម៉ែបងប្អូនមើលបេតុងគេនៅថ្មីខ្លាំងណាស់ពុកម៉ែបងប្អូនអើយថ្មីហើយបរិខាខាងនេះណែ Maglution អានេះ full option ណាបាទហើយជាមួយខាងនេះនៅថ្មីជ្រើងផ្នែកកណ្ដាលមានកន្លែងដាក់លេខមានម៉ៅបជាលើអេក្រង់បាទនេះយើងបជាណាបាទគេនេះជាបាននេះគេពុកម៉ែបងប្អូនអាចឃើញបានយើងជាចុចចូលប្រព័ន្ធ system policy បាទភ្ជាប់តន្ត្រីក៏បានដែរហើយកន្លែងនេះពិសេសទៀតពុកម៉ែបងប្អូនកន្លែងនេះមាន eco mode normal mode sport mode បាទដែលយើងប្រើបើកបរសំចៃបើកបរគ្រប់ស្ថានភាពផ្លូវភក់ផ្លូវភ្នំផ្លូវថ្មគ្រួសអីចឹងណាបាទហើយមានបូមឡើងចុះទៀតបូមឡើងចុះយើងអាចកាច់បានហើយកៅអីក្តៅត្រជាក់ឆ្វេងស្ដាំបាទពុកម៉ែបងប្អូនអានេះបើបេតុងកៅអីកាច់អូតូទៀតបាទហើយពិសេសទៀតកៅអីខាងក្រោយក៏មានអូតូដែរពុកម៉ែបងប្អូនអាចមើលបានបាទលំដាប់មេឡានហើយ Lexus 517 Super Sport មួយគ្រឿងនេះបាទបរិខានៅថ្មីស្បែកពុកនៅថ្មី 99% បាទដបូក៏នៅថ្មីបាទនេះអត្តសញ្ញាណ speaker Magluvision full option មាន Rido បាទនេះស្អាតពុកម៉ែបងប្អូនដែលស្រឡាញ់ប្រភេទ Lexus 517ណាបាទអាចតាក់ទងមកឃ្លាំង PSK អូតូយើងបានបាទនេះពុកម៉ែបងប្អូនខាងកៅអីជួរក្រោយបាទមានហៅថាកម្រាល VIP ស្រាច់បាទកៅអីចុចអូតូតម្លាក់បានទៀតបាទយើងតម្លាក់កៅអីបាទហើយយើងមានសមាជិកច្រើនយើងអាចប្រើប៊ូតុងតម្លាក់កៅអីបាទអាចជីបបានសមាជិក 7-8 នាក់មកគ្រួសារពុកម៉ែបងប្អូនបាទអូខេសម្រាប់517មួយគ្រឿងនេះពិសេសណាស់សិនពុកម៉ែបងប្អូនចង់ទិញដាច់បងមលួសវាយដូ PSK អូតូយើងបាទនឹងផ្ដល់តម្លៃពិសេសជូនពុកម៉ែបងប្អូនបាទអញ្ចឹងសម្រាប់517មួយគ្រឿងនេះពុកម៉ែបងប្អូនខ្ញុំឲ្យមើលម្លងសិនតិចបាទថ្មីខ្លាំងណាស់ពុកម៉ែបងប្អូនហើយបាទ10មេឡានណាម៉ាស៊ីន8បាទប្លុកម៉ាស៊ីននៅថ្មីម៉ាស៊ីនឆេះ smooth ល្អធានាជូនម៉ាស៊ីនប្រអប់លេខបាទចេញឯកសារជូនពុកម៉ែបងប្អូនតែម្ដងហើយបាទសម្រាប់ Lexus 517មួយគ្រឿងនេះពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍អាចជាវទៅប្រើប្រាស់នៅក្នុងរថយន្តក្តីសម័យរបស់ពុកម៉ែបងប្អូនណារថយន្តប្រណិតស្អាតចឹងបាទតម្លៃធូរទៀតបាទពុកម៉ែបងប្អូនសម្រាប់ការបើកបរជាមួយរថយន្តប្រណិតមួយគ្រឿងនេះបាទតកូ Lexus បាទយើងឃើញថា
ជើងក្រោមគឺមានហាប់ណែនល្អបាទហើយបើបរិខានៅថ្មីពុកម៉ែបងប្អូនហើយបាទប្រព័ន្ធដំណើរការទាំងអស់ម៉ាស៊ីនត្រជាក់ហ្វុំការឈើក៏នៅថ្មីដែរហើយអាកន្លែងនេះពិសេសពុកម៉ែបងប្អូននេះវាមានប្រព័ន្ធដាក់ Eco Mode បាទ Normal Mode Sport Mode នៃការសំចៃការបើកបរសំចៃភ្លេងហើយនឹងការបើកបរគ្រប់ស្ថានភាពផ្លូវមានប្រព័ន្ធលុកប៉ុងបាទនៅកន្លែងនេះមានបូមឡើងចុះបាទមានបូមឡើងចុះណាហើយកៅអីម៉ាស្សាក្តៅត្រជាក់ឆ្វេងស្ដាំបាទចង្ហាលនេះណាហើយមានកម្ដៅចង្កូតទៀតបាទហើយចំពោះគីឡូស៊ីនទៀតពុកម៉ែបងប្អូនបាទឡាននេះម្ចាស់ដើមទី1ក៏ទិញណាបាទហើយលេខស៊ី570ពេលយើងបើកបរផ្លូវឆ្ងាយយើងសំចៃមួយគឺវាចំណេញហ្នឹងវាស៊ីប្រេងតិចបាទ100គីឡូត្រឹម12លីត្រអីទេបាទបើបើកបរក្នុងក្រុងអាចចន្លោះពី13ទៅ15លីត្របាទហើយបរិខាខាងក្រោយកៅអីស្បែកនៅថ្មីបងប្អូនបាទមុនអាចឃើញបានហើយដបូលបើកទៀតបាទនេះដបូលគេបើកណាបាទអញ្ចឹងរថយន្តប្រណិតស្អាតបែបនេះបាទសម្រាប់570ពុកម៉ែបងប្អូនដែលមានបំណងចង់ទិញណារថយន្តក្តីសម័យរបស់ពុកម៉ែបងប្អូនបាទអាចជ្រើសរើសជាមួយមួយគ្រឿងនេះបានហើយជាមួយក្រាស់ PSK Auto យើងធានាជូនបាទឡានស្អាតបាទអត់មានបុកអត់មានប៉ះឡានសំណុំស៊ីនម្ចាស់ដើមទី1បាទហើយធានាជូនបាទចេញกระดาษជូនពុកម៉ែបងប្អូនបាទផ្ដល់ជូនគុណភាពនិងទំនុកចិត្តបាទជាមួយរថយន្តមួយគ្រឿងនេះណាបាទហើយសម្រាប់ម៉ាស៊ីនស្ទុះពុកម៉ែបងប្អូនអាចឃើញបាននៅតាមដងផ្លូវណាខ្ញុំជន់ឃើញហើយឡើងសន្ទុះហ្មងបាទគឺ smooth បាទសម្រាប់វីដេអូថ្ងៃនេះខ្ញុំបាទប្រក្តីមានប៉ុណ្ណឹងសូមអរគុណពុកម៉ែបងប្អូនដែលតាមដានវីដេអូពួកខ្ញុំទាំងកន្លងមកណាបាទហើយសម្រាប់តម្លៃអាចចរចាជាមួយឃ្លាំងផ្ទាល់បានបាទអញ្ចឹងពីខ្ញុំប្រក្តីក៏សូមអរគុណក៏សូមជម្រាបលា